សួស្តីបងប្អូនអ្នកតាមដានរឿងរ៉ាវរន្ធត់ទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្លាចនៅរាត្រីនេះខ្ញុំមានសំណួរមួយចង់សួរអ្នកទាំងអស់គ្នាតើអ្នកធ្លាប់ទេធ្លាប់រងចាំនរណាម្នាក់ដែលបាត់ខ្លួនទៅយូរហើយឬនៅរងចាំទាំងមិនដឹងថាគេនៅរស់ឬក៏គេស្លាប់ហើយចុះប្រសិនបើថ្ងៃណាមួយនៅសុកលេខទូរស័ព្ទរបស់ពួកគេដែលបិទទៅជាយូរខែមកហើយនោះស្រាប់តែទេមករកអ្នកវិញទាំងកណ្ដាលអាត្រៀតតើអ្នកហ៊ានលើកទូរស័ព្ទនោះដែរឬទេរឿងរ៉ាវដែលខ្ញុំនឹងលើកយកមកជម្រាបជូនបងប្អូននៅពេលនេះវាជារឿងរ៉ាវពិតដ៏សោកសៅនិងរន្ធត់បំផុតដែលបានកើតឡើងទៅលើមិត្តភាពមួយគូដែលសេចក្តីស្លាប់មិនអាចកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេបាននោះឡើយតោះសូមបិទភ្លើងហើយត្រៀមស្ដាប់ការហៅចូលពីវិញ្ញាណដែលបាត់ខ្លួនម្ចាស់សាច់រឿងរបស់យើងគាត់សុំមិនបញ្ចេញឈ្មោះនោះទេគាត់បានរាប់រៀបត្រឡប់ទៅកាន់អតីតកាលដ៏ឈឺចាប់មួយគាត់មានមិត្តសម្លាញ់ម្នាក់ឈ្មោះថាណារីមិនមែនគ្រាន់តែជាមិត្តធម្មតានោះទេតែប្រៀបបានដូចជាបងប្អូនបង្កើតពួកគេធំធាត់ឡើងជាមួយគ្នានៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយណារីជានារីម្នាក់ដែលមានភាពញញឹមស្រស់ស្រាយជាក្មេងស្រីដែលពោពេញទៅដោយភាពរុះរាយនាងមិនដែលមានអាចកំបាំងអ្វីដែលលាក់លៀមជាមួយនឹងមិត្តសម្លាញ់របស់នាងឡើយមិនថាជារឿងតូចរឿងធំរឿងសប្បាយឬរឿងទុក្ខសោកក៏ណារីតែងតែនិយាយប្រាប់ម្ចាស់រឿងជានិច្ចប៉ុន្តែយប់មួយភាពងងឹតបានលេបត្របាត់នាងទៅបាត់ណារីបានបាត់ខ្លួនបាត់សូនឈឹងគ្មានដំណឹងគ្មានតម្រុយឬគ្មានសំបីតែពាក្យថាលាគ្រួសាររបស់នាងបានឆោឡោពេញមួយភូមិពួកគេបានដើររនាងគ្រប់ច្រកល្ហកតាំងពីព្រៃខាងក្រោយផ្ទះរហូតដល់ស្រះទឹកចាស់នៅចុងភូមិតែអ្វីដែលពួកគេទទួលបានមកវិញគឺបានត្រឹមតែភាពស្ងប់ស្ងាត់និងភាពទទេស្អាតតែប៉ុណ្ណោះនៅថ្ងៃកន្លងផុតទៅពី3ថ្ងៃរហូតដល់1សប្តាហ៍រហូតដល់1ខែក្តីសង្ឃឹមរបស់គ្រួសារណារីចាប់ផ្ដើមរសាត់បាត់រសាត់ទៅឆ្ងាយបន្តិចម្ដងដូចជាផ្សែងធូបដែលបានរលាយចូលទៅក្នុងខ្យល់ឪពុកម្ដាយរបស់នាងបានយំសោករហូតដល់គ្មានទឹកភ្នែកនិងយំចេញពួកគេបានចាប់ផ្ដើមធ្វើចិត្តពួកគាត់ថាប្រហែលជាកូនស្រីរបស់ពួកគាត់គ្មានថ្ងៃនឹងវិលត្រឡប់មកវិញនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យម្ចាស់រឿងគាត់ឈឺចាប់ជាងការបាត់បង់របស់ណារីគឺពាក្យចចាមរាមអ្នកភូមិអ្នកជិតខាងពួកគេចាប់ផ្ដើមនិយាយទាំងមិនដឹងអំពីការពិតពាក្យសម្ដីដ៏មានពឹសពុលបានចាប់ផ្ដើមសាយភាយចូលត្រចៀករបស់ម្ចាស់រឿងជារៀងរាល់ថ្ងៃពួកគេបាននិយាយឲ្យណារីថាអូអាណារីនឹងវារត់តាមប្រុសទេដឹងក្មេងស្ទាវសម័យឥឡូវទុកចិត្តមិនបាននោះទេមុខមាត់ស្អាតបាតបែបនឹងប្រកាសជាចាញ់បោកប្រុសព្រានយកទៅឆ្ងាយបាត់ទៅហើយឯខ្លះទៀតក៏និយាយថាឬមួយក៏ឪពុកម្ដាយវាលក់កូនទៅឲ្យពួកចិនហើយឃើញពួកចិនមកជួបផ្ទះនៅក្បែរនឹងញឹកញាប់ណាស់ពាក្យទាំងអស់នេះវាប្រៀបដូចជាកំបិតដែលចាក់ចូលទៅក្នុងបេះដូងរបស់ម្ចាស់រឿងយើងម្ដងហើយម្ដងទៀតគាត់ខឹងគាត់ឈឺចាប់គាត់ចង់ស្រែកប្រាប់អ្នកទាំងអស់នោះវិញថាមិនមែនទេណារីមិនមែនជាមនុស្សបែបនឹងទេខ្ញុំស្គាល់ណារីច្បាស់ណាស់នាងមិនដែលលាក់រឿងសង្សារនឹងខ្ញុំទេបើនាងមានសង្សារនាងប្រាប់ខ្ញុំហើយនាងមិនមែនជាស្រីក្បាលរឹងរត់តាមប្រុសហើយប៉ាម៉ាក់នាងក៏មិនមែនជាមនុស្សដែលលក់កូនដែរឈប់និយាយទៅប៉ុន្តែគាត់បានត្រឹមតែស្រែកនៅក្នុងចិត្តគាត់មានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ខ្លាំងណាស់ដែលមិនអាចជួយមិត្តម្នាក់នេះបានគាត់មិនដឹងថាណារីទៅណាតើនាងកំពុងរងទុក្ខឬនាងកំពុងតែសប្បាយឬក៏នាងបានស្លាប់បាត់ទៅហើយពេលវេលាចេះតែដើរទៅមុខ
ប៉ុន្តែជីវិតរបស់ម្ចាស់រឿងយើងហាក់ដូចជាជាប់គាំងត្រឹមថ្ងៃដែលនារីបានបាត់ខ្លួនជារៀងរាល់យប់គាត់មិនអាចបិទភ្នែកដេកលក់ទេគាត់ចេះតែអង្គុយនៅក្នុងបន្ទប់ងងឹតតែម្នាក់ឯងសំឡឹងមើលទៅទូរស័ព្ទដៃរបស់នាងគាត់រងចាំដោយក្តីសង្ឃឹមដ៏ស្ដួចស្ដាងថាឈ្មោះរបស់នារីនឹងលាតត្រដាងមកលើអេក្រង់ទូរស័ព្ទរបស់នាងគិតថានារីឯងទៅណាឯងដឹងទេថាខ្ញុំនឹកឯងប៉ុណ្ណាខ្ញុំនឹកសម្លេងឯងខ្ញុំនឹកស្នាមញញឹមឯងបើឯងនៅរស់សូមឯងផ្ញើសារមកខ្ញុំគ្រាន់តែមួយម៉ាត់ក៏បានដែរថាឯងសុខសប្បាយទេខ្ញុំឯកាណាស់នារីខ្ញុំឯកាណាស់ក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំជួនកាលគាត់មានអារម្មណ៍ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ពីជ្រុងនៃងងឹតជួនកាលគាត់ឮសំឡេងខ្សឹបតិចៗនៅក្បែរត្រចៀកតែពេលងាកទៅមើលគឺទោសទេស្អាតភាពនឹកភាពសោកសៅនិងវិបដិសារីលាយឡំគ្នាបង្កើតបានជាស្រមោលអន្តការដែលគ្របដណ្ដប់លើវិញ្ញាណរបស់គាត់នៅក្នុងយប់មួយគឺជាយប់ដែលខុសពីរាល់ដងមេឃនៅខាងក្រៅងងឹតឈឹងដូចជាទឹកថ្នាំខ្មៅខ្យល់មកបក់ប៉ះនឹងបង្អួចឬសូរក្រាំងធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចម៉ោងប្រហែលជា11យប់ខណៈដែលម្ចាស់រឿងយើងកំពុងតែចុចទូរស័ព្ទមើលនៅទីនោះដើម្បីបន្លប់អារម្មណ៍រសាប់រសល់ស្រាប់តែសំឡេងទូរស័ព្ទរបស់គាត់ក៏រឡើងនៅក្នុងភាពងងឹតដ៏ស្ងប់ស្ងាត់នៃពេលរាត្រីសំឡេងរនោះស្ដាប់ទៅដូចជាចាក់ដោតនិងគួរឲ្យព្រឺព្រួចដល់ចម្លែកគាត់បានភ្ញាក់ព្រេតបេះដូងរបស់គាត់លោតខុសចង្វាក់តើនរណាទេមកយប់កណ្ដាលអាធ្រាត្របែបនេះគាត់សម្លឹងទៅមើលអេក្រង់ទូរស័ព្ទប៉ុន្តែវាជាលេខចម្លែកដៃរបស់គាត់រៀងញ័រតិចគាត់ចុចទទួលហើយលើកទូរស័ព្ទដាក់ក្បែរត្រចៀកអ្វីដែលគាត់បានឮមិនមែនជាសំឡេងនិយាយថាអាឡូនោះទេតែវាគឺជាសំឡេងយំវាជាសំឡេងយំដោយក្តីឈឺចាប់ដូចជាកំពុងត្រូវបានគេធ្វើទរណកម្មឈឺចាប់ដូចជាកំពុងតែចិត្តដាច់ខ្យល់សំឡេងនោះស្ដាប់ទៅនៅឆ្ងាយស្រាលតែច្បាស់នៅក្បែរត្រចៀកគាត់កាំងខ្លួនរបស់គាត់រឿងស្ដោកការភ័យខ្លាចនិងការងឿងឆ្ងល់បានវាយប្រហារគាត់ព្រមគ្នាប៉ុន្តែត្រឹមតែប៉ុន្មានវិនាទីក្រោយមកទូរស័ព្ទនោះក៏ដាច់ទៅវិញបន្ទប់ទាំងមូលត្រឡប់មកស្ងាត់វិញស្ងាត់រហូតដល់គាត់ឮសំឡេងបេះដូងរបស់ខ្លួនឯងលូតដឹបតើវាជាអ្វីតើនរណាមកលេងសើចឬគឺជានារីប៉ុន្តែសំឡេងយំនោះវាចម្លែកពេកហើយវាស្ដាប់ទៅមិនដូចជាមនុស្សដែលនៅរស់កំពុងតែយំនោះទេពេលវេលាកន្លងទៅជាច្រើនថ្ងៃហេតុការណ៍នោះស្ទើរតែរលត់បាត់ពីការចងចាំរបស់គាត់ទៅហើយប៉ុន្តែវាត្រឡប់មកវិញម្ដងទៀតនៅយប់មួយទៀតម៉ោងកាន់តែជ្រៅភាពងងឹតកាន់តែក្រាស់ទូរស័ព្ទរបស់គាត់រឡើងម្ដងទៀតលើកនេះដៃរបស់គាត់ញ័រខ្លាំងជាងមុនបេះដូងរបស់គាត់លោតញាប់ដូចជាគេវាយស្គរគាត់មានអារម្មណ៍ចម្លែកអារម្មណ៍ថាអ្នកដែលកំពុងតែហៅមកកំពុងត្រូវការជំនួយខ្លាំងគាត់បានចុចទទួលហើយផ្ទៀងត្រចៀកស្ដាប់ដោយការប្រុងប្រយ័ត្នលើកនេះមិនមែនជាសំឡេងមនុស្សស្រីយំទេមានសំឡេងមួយទៀតសំឡេងដូចជាកូនង៉ែតដែលកំពុងស្រែកយំយ៉ាងខ្លាំងយំដោយការឈឺចាប់យំដោយការស្រេកឃ្លានសំឡេងនោះមុតស្រួច
ចាក់ចូលដល់ឆ្អឹងខ្នងម្ចាស់រឿងរបស់យើងទ្រាំមិនបានគាត់ស្ទុះងើបទៅបើកភ្លើងបន្ទប់ដើម្បីបណ្ដេញភាពងងឹតគាត់ប្រមូលភាពក្លាហានស្រែកសួរទៅក្នុងទូរស័ព្ទអាឡូនរណានឹងនរណាមកលេងឈួតឡប់ស្អីពេលយប់កណ្ដាលអាត្រិតបែបនេះនិយាយមកនរណាគេភាពស្ងប់ស្ងាត់កើតឡើងមួយវិនាទីមុនពេលសំឡេងត្រជាក់ញ័រខ្សោយមួយបានឆ្លើយតបមកវិញគឺគ្នាពួកម៉ាគ្នាគឺនារីគ្នាពិបាកទ្រាំណាស់ជួយគ្នាផងមួយឃ្លាននេះធ្វើឲ្យម្ចាស់រឿងរបស់យើងគាំងស្ទើរតែដាច់ខ្យល់ឈ្មោះនោះសំឡេងនោះទោះបីវាស្ដាប់ទៅរៀងស្អកស្ងួតនិងលេឡំដោយសំឡេងខ្យល់ក៏ដោយក៏គាត់នៅតែចាំច្បាស់វាគឺជាសំឡេងរបស់នារីសំឡេងដែលគាត់ទន្ទឹងរង់ចាំរាប់ខែសំឡេងដែលគាត់នឹករលឹកបំផុតតែឥឡូវនេះវាคล้ายជាសំឡេងដែលពោពេញទៅដោយភាពវេទនាគាត់មិនខ្វល់ថាជាខ្មោចឬជាមនុស្សទេក្តីនឹករលឹកនិងក្តីអាណិតបានគ្របដណ្ដប់លើការភ័យខ្លាចគាត់ស្រែកតបទៅវិញទាំងទឹកភ្នែកនារីឯងនៅណាឯងដឹងទេខ្ញុំនឹកឯងណាស់តើឯងមិនអីទេមែនទេនរណាយកឯងទៅណាប្រាប់មកខ្ញុំចង់ទៅជួយឯងឥឡូវចម្លើយឆ្លើយតបមកវិញគឺនៅតែសំឡេងយំខ្សឹបខ្សួរដដែលគ្នានៅមាត់ស្ទឹងគ្នាត្រូវការឯងជួយគ្នាឈឺណាមាត់ស្ទឹងពាក្យនេះបានធ្វើឲ្យគាត់នឹកឃើញភ្លាមទីនោះគឺជាកន្លែងដែលពួកគេធ្លាប់ទៅអង្គុយលេងកាលពីមុនដោយមិនបង្អែបង្អង់ម្ចាស់រឿងបានប្រញាប់លួចចេញពីផ្ទះគាត់មិនហ៊ានបើកទ្វារធំទេខ្លាចប៉ាម៉ាក់ភ្ញាក់គាត់សម្រេចចិត្តផ្លោះរបងដៃកាន់ទូរស័ព្ទនិងពិលតូចមួយជាប់គាត់រត់កាត់វាលស្រែរត់កាត់ផ្លូវលំដែលស្ងាត់ជ្រងំបរិយាកាសនៅតាមផ្លូវយប់នោះស្ងាត់ខុសពីធម្មតាដើមឈើធំនៅអងសងខាងផ្លូវយោទៅយោមកដោយកម្លាំងខ្យល់បង្កើតបានជាស្រមោលរេរាំដូចជាបិសាចដែលកំពុងឈរមើលដំណើររបស់គាត់ស្មៅនៅក្បែរខ្ពស់ត្រឹមចង្កេះទឹកសន្សើមធ្លាក់ចុះមកធ្វើឲ្យខោអាវរបស់គាត់សែមជោកខ្យល់ត្រជាក់បោះមកប៉ះស្បែកធ្វើឲ្យគាត់ឬរោមខ្ញាក់គាត់មានអារម្មណ៍ថាដូចជានរណាម្នាក់កំពុងរត់តាមពីក្រោយតែពេលគាត់ងាកទៅមើលគឺតែមានភាពងងឹតតែប៉ុណ្ណោះគាត់នៅតែបន្តរត់នៅក្នុងចិត្តគិតតែម្យ៉ាងគត់នារីរងចាំខ្ញុំណាខ្ញុំទៅជួយឯងពេលទៅដល់ជិតមាត់ស្ទឹងទូរស័ព្ទដៃរបស់គាត់ក៏រោម្ដងទៀតគាត់លើកទទួលទូរស័ព្ទទាំងហត់ក៏ខុកនារីខ្ញុំមកដល់ហើយឯងនៅត្រង់ណាសំឡេងពីខ្សែមកខាងទៀតនិយាយមកយ៉ាងរហ័សតែត្រជាក់ស្រេបចុះតាមផ្លូវទូចមួយដំរងមកខ្ទឹមចាស់ដែលមានស្មៅដុះចិត្តនឹងមកខ្ញុំនៅក្បែរនឹងខ្ញុំត្រូវការឯងជួយខ្លាំងណាស់ហើយទូរស័ព្ទក៏ដាច់ទៅវិញខ្ទមចាស់គាត់ដឹងថាមានខ្ទមមួយនៅទីនោះជាខ្ទមដែលគេបោះបង់ចោលយូរឆ្នាំហើយគាត់ឈប់មួយសន្ទុះសំឡឹងទៅមើលផ្លូវចូលតូចជើងអៀតដែលស្មៅដុះទ្រុបទ្រុលភាពភ័យខ្លាចចាប់ផ្ដើមវាយលុកម្ដងទៀតចុះបើលើកនេះជាអន្ទាក់ចុះបើនារីត្រូវគេចាប់ចម្រិតហើយចោលបង្ខំឲ្យនាងហៅគាត់មកគាត់កំពុងតែឈរកណ្ដាលវាស្មៅតែម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទព្រាលសំឡេងសត្វរាត្រីយំឆ្លើយឆ្លងគ្នាបង្កើតបានជាតន្ត្រីមរណៈប៉ុន្តែមិត្តភាពក្តីស្រឡាញ់វាធំធេងជាងភាពភ័យខ្លាចគាត់បោះចំហៀនចូលទៅក្នុងផ្លូវតូចនោះគាត់ដើរចូលទៅជិតខ្ទមនោះបណ្ដើរចុចទេទៅនារីបណ្ដើរតែចុចលែងចូលភាពស្ងាត់ចាប់ផ្ដើមគ្របដណ្ដប់នៅពេលដែលគាត់ទៅដល់ខ្ទមនោះភ្លាមក្លិនដ៏អាក្រក់មួយបានមកប៉ះច្រមុះរបស់គាត់ភ្លាមវាជាក្លិនស្អុយរលួយស្អុយដូចជាសត្វងាប់ដែលត្រូវបានចោលរាប់ខែក្លិននោះឈួរខ្លាំង
រហូតធ្វើឲ្យគាត់ចង់ក្អួតគាត់យកពិលបញ្ចាំងទៅលើដីក្បែរខ្ទមនោះពន្លឺពិលបានធ្លាក់ចុះទៅចំអ្វីម្យ៉ាងគឺជាសម្លៀកបំពាក់ដែលគាត់ចាំបានថាជារបស់នារីប៉ុន្តែនៅខាងក្នុងសម្លៀកបំពាក់នោះមិនមែនជាមនុស្សដែលដេកចាំគាត់នោះទេវាគឺជាសាកសពដែលរលួយស្ទើរតែអស់សាច់ទៅហើយគឺនៅសល់តែឆ្អឹងនិងស្បែកស្ងួតជាប់នឹងឆ្អឹងសាច់ខ្លះរលួយរលេះមានដង្កូវកំពុងតែកកេកកាយទោះបីជាសភាពសាកសពមើលមិនយល់ប៉ុន្តែបេះដូងរបស់គាត់ប្រាប់ថានេះគឺជានារីគាត់គាំងជើងទាំងពីរទន់ដូចសំឡីគាត់ទម្លាក់ខ្លួនលុតជង្គង់ចុះទឹកភ្នែកហូរដោយមិនដឹងខ្លួនប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រន្ធត់បំផុតមិនមែនតែប៉ុណ្ណឹងនោះទេនៅពេលដែលគាត់រំកិលពន្លឺទៅក្បែរនោះបន្តិចគាត់បានឃើញឆ្អឹងតូចមួយគំនរទៀតគឺជាសាកសពទារកតូចមួយដែលនៅជាប់នឹងសាកសពរបស់នារីសំឡេងកូនង៉ែតដែលយំបានឮតាមទូរស័ព្ទសំឡេងដែលនារីស្រែកថាឈឺណាស់ឥឡូវនេះគាត់យល់ហើយគាត់យល់គ្រប់យ៉ាងហើយគាត់បានស្រែកយំកណ្ដាលព្រៃដ៏ស្ងាត់ជ្រងំនោះនារីហេតុអីបានជាឯងទៅចោលខ្ញុំបែបនេះវិញ្ញាណរបស់នារីប្រហែលជាមិនទាន់ទៅណាឆ្ងាយនោះទេនាងបានប្រើធម៌ពលចុងក្រោយរបស់នាងតាមរយៈរលកសញ្ញាទូរស័ព្ទដើម្បីហៅមិត្តសម្លាញ់របស់នាងមកជួយយកសាកសពនាងនិងកូនត្រឡប់ទៅផ្ទះវិញនាងមិនចង់ដេកត្រជាក់រងខ្យល់រងភ្លៀងនៅកណ្ដាលព្រៃស្ងាត់នេះទៀតនោះទេម្ចាស់រឿងរបស់យើងត្រឡប់ទៅផ្ទះវិញទាំងប្រលឹងចង់សក់ហើយដាក់ឪពុកម្ដាយប្រាប់រឿងគ្រប់យ៉ាងព្រឹកស្អែកឡើងអាជ្ញាធរនិងក្រុមគ្រួសារបានចុះទៅដល់កន្លែងកើតហេតុលទ្ធផលកសោវិច័យបានបញ្ជាក់ថានារីបានស្លាប់តាំងពីច្រើនខែមុនម្លេះមូលហេតុនៃការស្លាប់គឺនាងសម្រាលកូនដោយខ្លួនឯងដោយមានបញ្ហាធ្លាក់ឈាមឬអស់កម្លាំងរហូតដល់ស្លាប់ទាំងម្ដាយទាំងកូនប៉ូលីសបានសន្និដ្ឋានថានារីអាចនឹងមានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ដោយលួចលាក់ហើយជ្រួចជ្រក់មានផ្ទៃពោះដោយភាពភ័យខ្លាចនាងប្រហែលជារត់ចេញពីផ្ទះទៅតាមប្រុសម្នាក់នោះប៉ុន្តែនៅពេលដែលនាងឈឺពោះសម្រានាងប្រហែលជាចង់ត្រឡប់មកផ្ទះវិញចង់ត្រឡប់មករកប៉ាម៉ាក់តែនាងមកមិនដល់នាងបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវនៅក្បែរខ្ទមចាស់នោះទោះបីជាការសន្និដ្ឋានបែបណាក៏ដោយរហូតមកទល់ពេលនេះគ្មាននរណាដឹងថានរណាជាឪពុករបស់កូននោះទេហើយហេតុអ្វីបានជានាងត្រូវរត់ទៅរឿងរ៉ាវនេះត្រូវបានកប់ជាប់ជាមួយសាកសពប៉ុន្តែសម្រាប់ម្ចាស់រឿងរបស់យើងអ្វីដែលសំខាន់បំផុតគឺនារីបានត្រឡប់មកផ្ទះវិញហើយទោះបីជានាងត្រឡប់មកត្រឹមតែឆ្អឹងប៉ុន្តែនាងមិនចាំបាច់នៅឯកាកណ្ដាលព្រៃទៀតនោះទេយប់នោះបន្ទាប់ពីពិធីបុណ្យសពចប់សពគ្រប់ទូរស័ព្ទរបស់គាត់លែងរោទៀតហើយប៉ុន្តែនៅក្នុងក្តីសុបិនគាត់បានឃើញនារីឃើញនាងឈរញញឹមដាក់គាត់ស្នាមញញឹមដ៏ស្រស់ស្រាយដោយកាលពីមុននាងមិនបាននិយាយអ្វីទាំងអស់គ្រាន់តែញញឹមហើយបក់ដៃលាមុននឹងរលាយបាត់ទៅក្នុងពន្លឺនេះហើយគឺជាសាច់រឿងការហៅចូលរបស់វិញ្ញាណដែលបាត់ខ្លួនរឿងនេះបានដាស់តឿនយើងថាមិត្តភាពពិតប្រាកដគឺមានតម្លៃលើអ្វីៗទាំងអស់ហើយវិញ្ញាណទោះបីជាស្លាប់ទៅហើយក្តីក៏គេនៅតែមានការចងចាំនិងការជឿចាប់ការវិនិច្ឆ័យមនុស្សតែសម្បកខាងក្រៅតាមរយៈពាក្យចចាមអារាមអាចជាកំហុសដ៏ធំមួយនារីមិនបានរត់ទៅសោយសុខនោះទេនាងបានរងទុក្ខវេទនារហូតដល់ដង្ហើមចុងក្រោយអរគុណបងប្អូនដែលតាមដានរឿងនេះតាមពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តសាច់រឿងមួយនេះ
សូមជួយចុច like និងចុច subscribe Channel ខ្លាចដើម្បីទទួលបានរឿងព្រឺព្រួចថ្មីៗជារៀងរាល់ថ្ងៃសម្រាប់នៅពេលរាត្រីនេះសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាគេងលក់សុបិនល្អសូមអរគុណសូមជម្រាបលាបាយបាយ